ตัสสะเพเกเวเตาอรหะเตาสัมมาสัมพุทธัสสะเนโมตัสสะเพเกเวเตาอรหะเตาสัมมาสัมพุทธัสสะเนโมตัสสะเพเกเวเตาอรหะเตาสัมมาสัมพุทธัสสะเนมิพุทธังติโลกักกังเยยะสาเกะอริยปาริยกุงเพเวียเพเวกรังธรรมังกุนัญจะกุณสากรังวิสุทธะกะรณาญินังพุทธังสัมพุทธโปจิตังธรรมังสัทธรรมสัมภูตังวันเตสังแขงนิรังแกนังសូមលើកហដ្ឋាប្រណម្យបង្គំគោរពរំលឹកនឹកដល់គុណព្រះដ៏មានបុណ្យភគវន្តអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូព្រមទាំងគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចព្រះសង្ឃនាយកគ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាជាគណៈព្រះមេគុណព្រះធម្មធរព្រះអនុគុណព្រះវិន័យធរព្រះសមុខព្រះបល័តព្រះលេខាប្រការកសង្ឃចៅអធិការបិតាសង្ឃថេរានុថេរៈនវភិក្ខុសាមណេរគ្រប់ព្រះអង្គក្នុងដែនដីនៃសកលមណ្ឌលពុទ្ធសាសនាសូមចម្រើនពរដល់អាជ្ញាធរដែនដីមន្ត្រីថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តថ្នាក់ជាតិគ្រប់ស្រទាប់ជាន់ថ្នាក់ឯកឧត្តមលោកជំទាវលោកស្រីលោកយាយលោកតាលោកអាចារ្យដូនជីនារីបុរសភ្ញៀវកិត្តិយសម្ចាស់ទានប្រធានបុណ្យដែលបាននិមន្តអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យឆ្លងចេតិយនឹងខួបគម្រប់3ឆ្នាំឧទ្ទិសកុសលជូនទៅដល់ឧបាសកលៀនមុនិនហើយព្រមទាំងឧទ្ទិសជូនដល់បុព្វការីជនដែលមានមេត្តាបិតាជីដូនជីតាញាតិកាទាំង7សន្តានដែលបានបាក់បែកចែកឋានទៅលោកខាងមុខហើយនោះបសាទោមโนសញ្ចេតនាជ្រះថ្លាបង្កបង្កើតជាបុណ្យនេះឡើងមានឧបាសិកាឈៀងសុខាដែលត្រូវជាភរិយាលោកលៀនឡុងឌីហៅភៀបនិងលោកស្រីខុតសុធារីព្រមទាំងកូនចៅលោកស្រីលៀនបូរ៉ាមីនិងលោកសេងសុភ័ក្រព្រមទាំងកូនលោកលៀនប៊ុនវត្តលោកស្រីលៀនលីសានិងលោកសែមភិរៈឆាយចឹងណាញោមព្រមទាំងញាតិកាសាលហិតបងប្អូនកូនក្មួយញាតិផៅសន្តានព្រៀងលៀនមិនមានកន្លែងដាក់ឈ្មោះឲ្យអស់ទាំងអស់នេះបានក៏សន្មត់កំណត់យកថ្ងៃសុក្រថ្ងៃសៅរ៍7កើត8កើតខ្នើតខែបោះឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី26-27ខែធ្នូឆ្នាំ2025ប្រារព្ធកម្មវិធីបុណ្យនេះនៅទីលានព្រះចេតិយនៅភូមិទី8ឃុំព្រែកតនងស្រុកកោះសុទិនខេត្តកំពង់ចាមទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពបានមកដល់បញ្ញាសាលដ៏ត្រកាលក្នុងវេលាគ្រានេះបានឃើញថាមានមនុស្សម្នាស្រីប្រុសកោះកឈូឆអ៊ូអមូលមីណែនណាន់តាន់តាប់មិនថាក្នុងរោងបុណ្យទេតាមផ្លូវមកហ្នឹងក៏ចង់ស្ទះស្រួលមិនស្រួលទេសនាចប់ចេញទៅវិញជាប់ផ្លូវក៏មិនដឹងដែរគ្រាន់តែអ្នកលក់ដូរសម្ភារៈពេលលខោនហ្នឹងវាច្រើនជាងអ្នកមកមើលទៀតតាមមើលម្លោះហើយឃើញថាផ្អើលភ្លុកទឹកភ្លុកដីមនុស្សច្រើនមកចូលរួមមិនថាតែមនុស្សទេមើលតែគ្រឿងរៀបដាប់ដាប្រហែលជាអាចារ្យអញ្ជើញទេផ្ដាល់អស់ប្រមាណចក្រវាលហ្នឹងមកអស់ហើយណាធ្វើបុណ្យថ្ងៃនេះអីតែហៅមិនតាន់អាចារ្យប្រមូលមកទាំងអស់
ព្រោះអាចារ្យនេះនឹងហៅមិនចេះតែមួយអង្គទេសុទ្ធតែទាំងអស់ហ្មងប្រមាណចក្រវាលហៅមកទាំងអស់អត់មានចែកទៅណាទេហើយមិនថាតែផ្អើលទេពតាផ្អើលយាយតាជាប្រសក់ទេសូម្បីតែប្រសង់ក៏ផ្អើលមកគេដែរព្រោះអាត្មាឯនេះក៏ផ្អើលមកគេដែរឥឡូវបានមកដល់ហើយនមស្ការខាងដើមបំបញ្ញមាញ់នេះសូមឲ្យកើតកើនចម្រើនជាពរជ័យដល់ឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកយាយលោកតាម្ចាស់ទានប្រធានបុណ្យនិងភ្ញៀវកិត្តិយសទាំងអស់ឲ្យបានជន្មាទីឃាយុវែងយឺនយូរលើសពី100ព្រះវស្សាសប្បាយចិត្តរំភើបរីករាយដោយឃើញគេមកចូលរួមបុណ្យញោមច្រើនអញ្ចឹងវាបង្ហាញឲ្យឃើញថាម្ចាស់បុណ្យនឹងជាមនុស្សមានប្រជាប្រិយខ្លាំងមានប្រជាប្រិយភាពព្រោះមានគេស្រឡាញ់គេចូលចិត្តច្រើនអានឹងយើងវាស់ស្ទង់ខ្លួនឯងតាមរយៈអញ្ចឹងឯងញោមមើលថាយើងមានកម្មវិធីមានគេមកចូលរួមច្រើនមិនឯកោទេគឺជាមនុស្សមានប្រជាប្រិយណាស់ហើយម្យ៉ាងទៀតវាបង្ហាញពីអ្នកម្ចាស់បុណ្យនឹងប្រហែលជាមនុស្សមានសទ្ធាជ្រះថ្លាធ្លាប់ទៅចូលរួមបុណ្យជាមួយគេដែរចូលរួមកម្មវិធីគេដែរបានដល់ជាពេលមានបុណ្យមានគេមកចូលរួមវិញណាញោមណាហើយបើយើងមិនដែលទៅគេទេយើងមានកម្មវិធីបុណ្យអីគេអត់មកទេមានតែពី3នាក់បងប្អូនប្រចាំតែគ្នាឆ្លោះតែគ្នានឹងឯងហើយដល់តែញោមធ្លាប់ចូលរួមគេឃើញគេមកជាពិសេសបើថ្ងៃនេះអាត្មាភាពក៏បានជួបឯកឧត្តមអេងគុន្ធាបើសូមចម្រើនពរដែលបានអញ្ជើញមកបែកគ្នាយូរហើយឯកឧត្តមអេងគុន្ធាគាត់មានសទ្ធាជ្រះថ្លាណាបរិច្ចាគថវិកាផ្ទាល់ខ្លួននឹងយកកម្លាំងនឿយហត់ទៅថែរក្សាការពារទឹកដីព្រៃភ្នំមកកន្លែងដែលជាកន្លែងដ៏ល្អពិសិដ្ឋដែលប្រសិទ្ធនាមថាតំបន់ទេសចរនៀកសភ្នំនៀកសណាលាងរំសាយសក់ភ្នំនៀកសញោមញាតបើបានទៅកន្លែងនោះប្រហែលជាចាប់ចិត្តចាប់អារម្មណ៍ណាអាត្មាតាំងពីស្គាល់កន្លែងនោះទៅរាល់ឆ្នាំអត់ដែលខានទេពេលខ្លះមួយឆ្នាំទៅ2ដងអីនោះលាងរំសាយសក់ភ្នំនៀកសនឹងវាមានខ្យល់អាកាសល្អហើយខ្យល់មកពីព្រៃភ្នំហើយវាឆ្ងាយពីភូមិមនុស្សហើយក៏មិនឆ្ងាយពេកវាទៅពីម្ពិញទៅតែជាង1ម៉ោងក៏ដល់ម្ល៉េះហើយអាព្រៃក៏ល្អភ្នំក៏ល្អខ្យល់អាកាសក៏ល្អហើយទេសភាពក៏ល្អហើយគឺជាកន្លែងគោរពបូជាធ្វើបុណ្យធ្វើទានទៅបោះតង់ទៅសមណធម៌ទៅសមាធិយើងធ្លាប់ឃើញនៅពុទ្ធគិរីគេកសាងព្រះច្រើនតាមភ្នំឥឡូវកន្លែងនោះក៏ព្រះច្រើនអញ្ចឹងដែរញោមមានព្រះព្រះអង្គសមាធិព្រះអង្គបិណ្ឌបាតហើយនិយាយពីរូបចម្លាក់វិញមិនដឹងប្រៀបទៅឯណាទេកន្លែងនោះស្អីក៏មានដែរបើនិយាយពីសត្វវិញគ្រប់ប្រភេទទាំងអស់ហើយតាំងពីសិល្បៈវប្បធម៌ប្រពៃណីអីក៏មានទាំងអស់និយាយទៅតាំងពីជនជាតិភាគតិចពីជំនាន់ដើមរបស់របបប្រើប្រាស់ស្អីថាបើញោមទៅដល់តម្រងបានឃើញហើយរបស់ដែលឆ្លាក់នៅក្នុងវាដូចជាទេពនិមិត្តដែលវាប្រដាស្ថានជាថ្មដុំមកឲ្យរៀងទៅហ្មងអាណារៀងដើកចេញទៅដើកអាណារៀងតម្រៃចេញទៅតម្រៃអាណារៀងកែបចេញទៅកែបហើយបើញោមញាតទៅដល់កន្លែងហ្នឹងយើងបានទៅនមស្ការធ្វើបុណ្យឬក៏ទៅទស្សនាភ្នំកិច្ចកោតក៏បានភ្នំកិច្ចកោតដែលល្បីហ្នឹងណាទៅភ្នំកិច្ចកោតក៏បានទៅស្រែ7ក៏បានទៅច្រកលៀងក៏បានទៅជ្រាវក៏បានទៅថ្មក្រាលក៏បានទៅខ្សាច់សក៏បានទៅតែមួយកន្លែងហ្នឹងវាក្តោបច្រើនណាស់ចឹងហើយអាត្មាពេញចិត្តកន្លែងហ្នឹងស្រាប់តែបែកគ្នាយូរមិញនេះមកជួបឯកឧត្តមបានអញ្ជើញមកថាត្រូវបានរាប់អានគ្នាជាមួយញោមជាបងជាប្អូនអញ្ចឹងសិតតអ្នកមានសទ្ធាមានគេមកចូលរួមច្រើនអញ្ចឹងអាត្មាក៏សូមចូលរួមត្រេកអររំភើបរីករាយជាមួយនឹងសទ្ធាជ្រះថ្លារបស់ម្ចាស់បុណ្យដែលធ្វើអីទៅមានគេគាំទ្រច្រើនហើយអាត្មានមស្ការនេះសូមឲ្យកើតកើនជន្មាទីឃាយុឲ្យវែងយឺនយូរជាង100ព្រះវស្សាបានដល់ឯកឧត្តមលោកជំទាវលោកស្រីលោកយាយលោកតាកុំឲ្យមានជំងឺឈឺអាពាធបៀតបៀនរត់ទទួលទានមានបានកើតកាលវិលគុំកាន់កិច្ចការងារអ្វីឲ្យសម្រេចជោគជ័យគ្រប់ភារកិច្ចតរៀងទៅហើយក៏
ดังใบឆ្លើយតបនៅសទ្ធាជ្រះថ្លារបស់ញោមនឹងលើកយកពធមកសម្ដែងក្នុងទីនេះប៉ុន្តែសូមមេត្តាអនុគ្រោះព្រោះមាត់អាត្មានឹងវាអត់គម្របញោមហើយតែនិយាយទៅវាចិត្តឲ្យចង់ឲ្យត្រូវតែផ្លាត់ខុសផ្លូវត្រូវវាទៅជាខុសពេញចិត្តឲ្យញោមប្រុសទៅខុសឲ្យញោមស្រីពេញចិត្តខាងយាយតោះឲ្យតាពេញចិត្តអាចារ្យតោះដូនជីពេញចិត្តនារីតោះយុវជនឥឡូវកុំឲ្យសយសុនសុំទោសជាមុនទុកឲ្យហើយលើសលួសម្ដេចម្ដាមេត្តាសន្តោសប្រោសបណីអធិស្រ័យឲ្យអាត្មាផងណាញោមណាហើយលើសពីនឹងទៅទៀតហ្នឹងបើបានញោមអនុគ្រោះហើយមិនចាំបាច់គួយបត់ជើងយូរទេញោមសនំព2សនំពទី1មិនចាំបាច់បត់ជើងយូរទេញោមអាចសដោកក៏បានពលាក៏បានព្រែជើងក៏បានរត់តុកកៅអីអង្គុយក៏បានបឈរជង្គង់ក៏បានពេនភ្នែនក៏បានសមាធិចេញក៏ដឹងចូលក៏ដឹងទៅក៏បានកុំឲ្យទៅលក់ចោលអាត្មាណាញោមណាហើយសនំពទី2មិនចាំបាច់សាពះយូរទេញោមទៅសាពះយូរទៅវាធ្ងន់ដៃអាដៃនឹង2 3ខំវាឡើង2 3គីឡូម្លោះហើយញោមហើយមិនបាច់ចាំសាពះយូរទេសាពះទៅល្មមក៏ដាក់ចុះទៅចាំអបសុកចាំសាពះទៀតហើយបន្តរួយដៃទៀតដាក់ចុះទៅចាំគេបែរកាមេរ៉ាថតមកចំយើងចាំសាពះទៀតណាញោមណាអញ្ចឹងបើញោមយល់ព្រមប៉ុណ្ណេះហើយបើអាត្មានឹងសម្ដែងថ្លាថ្លែងជូនហើយអរគុណដែរដែលញោមចាស់ខាងនោះគាត់ថាមិនដែលបានជួបគ្នាផ្ទាល់ទេឃើញតែតាមទូរស័ព្ទតាមទូរទស្សន៍ថ្ងៃនេះបានជួបទាំងរស់ហ្មងរស់រវើកនៅលើក្រែឃើញក្នុងទូរស័ព្ទតូចញឹបចេញមកខាងក្រៅប្រប៉ុណ្ណាណីមកពីទូរស័ព្ទញោមមកតូចបើញោមទិញអាប៉ាន់ជាងអេមកបានឃើញធំនិយាយខ្លះថាហាឃើញក្នុងទូរស័ព្ទស្គមខ្មៅជាបូនចេញមកខាងក្រៅមានព្រលឹងហ្នឹងឡើងកធុចហើយគាត់ថាឃើញតាមបោះស្បុកស្គមចេញមកខាងក្រៅធាត់មានព្រលឹងអាត្មាថាមានព្រលឹងហ្នឹងបានបញ្ចេះទៅរស់ហ្នឹងណាញោមហើយមួយទៀតមិនទៅឃើញក្នុងបោះស្បុកក្នុងវិញបើគេមិនដែលស្រោចទឹកឲ្យអាត្មាផងប៉ុន្តែទោះជាយ៉ាងណាក៏សូមអរគុណដែលញោមបានសរសើរថាឃើញផ្ទាល់ដូចជាក្មេងជាងឃើញតាមទូរស័ព្ទឃើញតាមទូរស័ព្ទដូចជាចាស់ដល់ជួបច្បាស់ដូចជាក្មេងការលឺសំឡេងស្មានថាលោកតាដល់ជួបភក្ត្រាលោកចៅមើលតាមបោះស្បុកដូចខ្មៅដល់ចេញមកខាងក្រៅដូចរៀងសដែរលឺតែប៉ុណ្ណេះខំតអញោមហើយស្មានសមែនតែនអ្នកព្រៃវែងគាត់មិនថាសទេគាត់ថាដូចគុណឥឡូវជ្រះជាងមុនជ្រះច្រើនជាងមុនឥឡូវហើយថាពេលណាមិនថាអាត្មាកំពុងឆាន់ទៀតគាត់សរសើរទីគុណឥឡូវជ្រះច្រើនជាងមុនមែនតាហើយអាទឹកគ្រឿងជ្រលក់តគួនផងឈ្មោលញាត់យាយអង្គុយសរសើរទីគុណឥឡូវជ្រះច្រើនជាងមុនដាក់មួយម៉ាត់ទៀតទៅជ្រះច្រើនមែនតាអាត្មាថាញោមមើលវាអត់ល្ងាចហេវពេកជ្រះឲ្យច្រើនជាងមុនបន្តិចទៅមិនត្រឹមតែជ្រះច្រើនជាងមុនទេជ្រះយូរជាងមុនទៀតញោមចាំមកផ្លែទៅលែងឥឡូវហើយអាត្មាជ្រះច្រើនជាងមុនអញ្ចឹងបានថតទេញោមហ៎គាត់ថាអត់ទេមិនមែនជ្រះនោះទេចុះជ្រះឲ្យវិញគាត់ថាសកន្លែងណាអាចារ្យមួយមកពីក្រោយខ្សាប់ថាសគ្នាកំពុងតែស៊ីជូថាសចាស់វិញអាដែលឥឡូវជ្រុលខ្លួនចូលអង្គុយស្ដាប់លោកទេសប៉ុណ្ណេះទៅហើយពេញចិត្តក៏ដោយមិនពេញចិត្តក៏ដោយចេះតែទ្រាំទៅណាញោមណាធ្វើដូចយើងនឹងពេញចិត្តណាស់អញ្ចឹងទៅព្រោះក៏ដោយមិនព្រោះក៏ដោយចេះតែធ្វើមុខធ្វើមាត់ដូចព្រោះអញ្ចឹងទៅលើកទឹកចិត្តលោកនោះគ្មានអាយុប្រហែលទេតែមកសន្ធូរទៀតអស់អីនិយាយឥឡូវហើយម្ល៉េះហើយលោកមើលតែញោមដែរបើញោមដូចពេញចិត្តលោកចេះតែមានកម្លាំងបាច់អញ្ចឹងទៅដែរហើយបើញោមធ្វើតែមុខជូដាក់លោកខ្លាចធေါ်វាជូទៅតាមដែរអញ្ចឹងបើញោមធ្វើដូចពេញចិត្តទៅលោកមានកម្លាំងនឹងថ្លាថ្លែងសម្ដែងជូនដូចតទៅនេះសូមចម្រើនពរសាធុវោអស់លោកអ្នកសាធុសពបរោះប្រុសស្រីទាំងឡាយឯកឧត្តមលោកជំទាវអ្នកអង្គញាលោកស្រីលោកយាយលោកតាលោកអាចារ្យដូនជីនារីបរោះបានឃើញប្រតិជានឹងនេត្រានៅសកម្មភាពក្នុងថ្ងៃនេះដោយដែលលោកអាចារ្យបានរៀបរាប់ហើយឧខោសនៈស័ព្ទបានបំផ្លោងសម្លេងពុះទ្រូងមេឃជ្រែកសមុទ្រខ្យល់តន្ត្រីពិនពិតរនាតកងស្គរបន្ទោលាយឡំដំផ្លុំកោតឡើងត្រហឹងអើងកងសំលេងធម្មមីកថាសំលេងស្មូតសោតធរអាបានបញ្ជាក់រាយសេចក្តីផ្សព្វផ្សាយគ្រប់ដណ្ដប់នៅក្នុងដែនដីជុំវិញនេះបង្ហាញឲ្យឃើញថាជាសកម្មភាពបុណ្យដ៏ឱឡាសរឹកកក្រឹកកក្រែងហើយក៏ជាប្រវត្តិសាស្ត្រសម្រាប់ម្ចាស់ទានប្រធានបុណ្យ
គ្រួសារនៃម្ចាស់ទានប្រធានបុណ្យចំណាំចាំទុកថាថ្ងៃនេះជាថ្ងៃមហោឡារិកកក្រឹកកក្រែងណាស់ដែលមានមនុស្សម្នាក្មេងចាស់ចូលរួមយ៉ាងច្រើនកកកគឺកម្មវិធីបុណ្យឆ្លងចេតិយនិងខួបគម្រប់3ឆ្នាំជូនទៅដល់ឧបាសកលៀនមុនិនប្រពៃណីទំនៀមទម្លាប់នៃអ្នកកាន់ពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងបើមានមនុស្សស្លាប់ទៅហើយគេតែងធ្វើបុណ្យមាន3យ៉ាងពីដើមយើងធ្លាប់មានជំនឿជឿទៅលើសាសនាជំនឿដើមហៅថាវប្បធម៌អូស្ត្រូអាស៊ីអ្នកសិក្សាគេថាវប្បធម៌អូស្ត្រូអាស៊ីតិចមានន័យថាជំនឿពួកអាស៊ីខាងត្បូងនឹងវាជឿទៅលើព្រលឹងដូនតារុកអរិយណតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាជាផ្នត់កំណត់ជាប់មកហើយបន្ទាប់មកទៀតទៅរាប់អានព្រលឹងដូនតាដែលស្លាប់ទៅនឹងគេចេះតែរៀបសំណែនសែនព្រានដាក់នេះដាក់នោះអីទៅតាមជំនឿសម័យក្រោយមកទៀតខ្មែរយើងក៏បានកាន់ពុទ្ធព្រហ្មញ្ញសាសនាចូលមកដល់យើងក៏មានជំនឿជឿទៅលើព្រហ្មញ្ញសាសនាតាំងតែពីព្រះវិស្ណុព្រះនរាយណ៍ព្រះសិវៈមានក្បួនអដ្ឋរវេទយុជ្ជរវេទគម្ពីរឧបនិស្ស័តអីចឹងទៅយកមកសិក្សាមករៀនសូត្ររហូតដល់មើលលក្ខណៈទស្សទាយថ្ងៃលិចអណ្ដែតអីទល់សពថ្ងៃក្បួនបច្ចេកសង្គ្រាមក្បួនសត្រាបច្ចេកហោរាមើលទឹកមើលដីជ័យភូមិចឹងទៅដល់ទៅពេលបន្ទាប់មកទៀតយើងកាន់ពុទ្ធសាសនាស្រាប់តែមានអធិពលពុទ្ធសាសនាមកយើងក៏សិក្សាពុទ្ធសាសនាធ្វើតាមទៀតប៉ុន្តែសាសនាពីរខាងដើមក៏អត់ចោលដែរកាលនៅព្រហ្មញ្ញសាសនាគេកសាងប្រាសាទដើម្បីឧទ្ទិសដល់បុព្វការីជនអ្នកមានបុណ្យដល់មកពុទ្ធសាសនាយើងក៏មានការកសាងបច្ចេកដីស្មើទៅនឹងប្រាសាទស្មើទៅនឹងថោបៈស្មើទៅនឹងស្ដូបជាកន្លែងគួរសក្ការៈបូជាក៏សម្រាប់គោរពបូជាបើក្នុងសាសនាព្រាហ្មណ៍គឺជាតួប្រាសាទដែរម្ល៉េះហើយពេលដែលស្លាប់ទៅអ្នកនៅរស់គេនិយមធ្វើបុណ្យ3ជូនដល់អ្នកស្លាប់មួយគេហៅថាបុណ្យសពឬហៅថាបុណ្យខ្មោចប៉ុន្តែហៅឲ្យពីរស់គេហៅថាបុណ្យមរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ប្រកបទៅដោយធម៌4មួយទានអ្នកមកចូលចាប់មគ្គផលតាមមានបាន2បយៈវច្ចៈជួយស្មូតជួយសូត្រធម៌អាជួយពោលពាក្យដាស់តឿនទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាហើយទី4គឺសមានណត្តតាខ្ជិលប្រកាន់មានអ្នកថាយើងឋានៈធំតូចអីអ្នកតូចអ្នកធំអ្នកក្រអ្នកមានមិនតែអត់មិនជើងអត់ទេរាប់អានគ្នាចេះតែមកមិនប្រកាន់ខ្លួនធម៌4នេះសង្គ្រោះនៅពេលស្លាប់បានគេលឺតំណែងភ្លាមគេមកចូលរួមគេឲ្យឈ្មោះថាបុណ្យមរណៈសង្គ្រោះប៉ុន្តែយើងមិនសូវហៅអញ្ចឹងច្រើនតែហៅថាបុណ្យខ្មោចឬបុណ្យសពទី2គេធ្វើបុណ្យជាបនកិច្ចគឺការរៀបចំទុកដាក់សាកសពមេត្តាបិតាឲ្យសមគួរតាមប្រពៃណីបញ្ចុះក្នុងដីបូជាដោយភ្លើងដាក់ក្នុងព្រៃបដែតក្នុងទឹកពិធីណាមួយក៏ដោយចុះបើកូនចៅបានធ្វើទៅឈ្មោះថាជាការគោរពដោយប្រពៃកូននោះនឹងបានសេចក្តីសុខចម្រុងចម្រើនអាយុវែងសុខភាពល្អបរិបូរដោយយសបរិវារផងដែរទាំងអ្នកចូលរួមហែហោមអមដំណើរក៏បានអានិសង្សឯបុណ្យទី3គឺបុណ្យតក្ខិណានុបទានអញ្ចឹងអ្នកនៅរស់ធ្វើបុណ្យជូនអ្នកស្លាប់3មួយគឺបុណ្យមរណៈសង្គ្រោះ2គឺបុណ្យជាបនកិច្ច3គឺបុណ្យតក្ខិណានុបទានបុណ្យតក្ខិណានុបទានគឺកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់សហុយគឺបុណ្យសពថ្ងៃមានវិធីផ្ញើតាមរយៈបុណ្យធម្មតាមអ៊ីម៉ានីទ្រូម៉ានីតាមវិញប៉ុន្តែផ្ញើរបស់ទាំងនោះវាបានតែនៅក្នុងโลกនេះទេនៅជាមនុស្សប៉ុន្តែបើស្លាប់ទៅហើយផ្ញើទៅខ្លាចនៅស្រុកនោះអត់មានវិញបើម្ល៉េះហើយបានមានវិធីផ្ញើជូនទៅដល់អ្នកស្លាប់នេះតាមបែបតក្ខិណានុបទានបើយើងធ្វើការប្រៀបធៀបទៅដល់អ្នកដែលផ្ញើតាមវិញនោះជាមួយនឹងតក្ខិណានុបទានវាមានអង្គ3ដូចគ្នាទី1គេដាក់លុយចូលក្នុងធនាគារទី2គេប្រាប់លេខកូដទៅអ្នកទទួលទី3អ្នកទទួលដឹងលេខកូដហើយក៏មកដកយកអង្គ3នេះបើអត់បានមួយណាគឺអត់តម្រងកុំឲ្យខាន
រីឯផ្ញើទៅអ្នកស្លាប់នេះជាតក្កិណានុបទានក៏មានអង្គ3ដូចគ្នាទី1ម្ចាស់បុណ្យត្រូវចូលប្រគេនផ្ទាល់ខ្លួនឯងដែលគេហៅថាពោជនីយសម្បទាយៈដល់ព្រមដល់បុគ្គលគួរបូជាជូនយាយជូនតាជូនអាចារ្យប្រគេនប្រសង់សង្ឃាមហេសុបតថេតាអានឹងយើងចូលប្រគេនផ្ទាល់ប្រៀបធៀបទៅដូចដាក់លុយផ្ទាល់ដាក់លុយក្នុងធនាគារទី2ទាយកានឹងឧទ្ទិសេនេះគឺអ្នកប្រគេននឹងឯងឧទ្ទិសទៅឈ្មោះណាដែលយើងចង់ឲ្យអានឹងដូចប្រាប់លេខកូដព្រោះអ្នកដែលស្លាប់ទៅមានរាប់លានខ្មោចណាញោមខ្មោចអាមេរិកកាំងបារាំងអង់គ្លេសអេស្ប៉ាញ៉ុលរុស្ស៊ីអ៊ុយក្រែនខ្មោចថៃខ្មោចសៀមដូច្នេះរាប់លានខ្មោចតែយើងធ្វើឲ្យខ្មោចមួយណាអញ្ចឹងបានគេឲ្យយើងឧទ្ទិសយើងហៅឈ្មោះណាដែលយើងចង់ឲ្យគាត់ទទួលម្លោះហើយទិសដៅសំដៅធំគឺញោមលៀនមុនិនអញ្ចឹងទៅនឹងញាតិការរបស់យើងហៅអញ្ចឹងទៅអញ្ចឹងប្រៀបដូចឲ្យលេខកូដទៅគាត់មានអភ័យឯកសិទ្ធិគាត់មានសិទ្ធិមកទទួលញោមធ្វើដំណើរតាមផ្លូវទៅស្រាប់តែឃើញរោងប៉ុនមួយធំឃើញគេចូលហូបបាយឲ្យលន់ញោមអត់ហ៊ានចូលទេព្រោះអីថាគេមិនបានអញ្ជើញឯងផងគេមិនបានប្រាប់ផងអត់ហ៊ានទៅមិនអញ្ចឹងយ៉ាងណាអ្នកដែលស្លាប់ទៅឃើញយើងធ្វើប៉ុនប៉ុណ្ណាណីប៉ុន្តែយើងអត់ហៅគាត់អត់អញ្ជើញគាត់មិនហ៊ានចូលណាញោមបានគេឲ្យហៅគាត់អញ្ជើញគាត់ពេលគាត់ឮឈ្មោះអញគេហៅអញដែរអញមានឈ្មោះដែរអញត្រូវទៅទទួលដែរអញមានអភ័យឯកសិទ្ធិចឹងហើយបានគេឲ្យម្ចាស់បុណ្យនឹងឧទ្ទិសដែលស្គាល់ឈ្មោះអីក៏ឧទ្ទិសទៅក្នុងករណីយើងមិនស្គាល់ទេយើងមិនចេះឧទ្ទិសទេបានគេឲ្យថាតាមអាចារ្យពេលអាចារ្យវេគេថាមួយម៉ាត់ម្ដងឲ្យយើងថាតាមអាចារ្យប្រែថាគ្រូនឹងអ្នកបង្រៀនយើងឲ្យចេះឧទ្ទិសនឹងឯងអង្គទី3ពេលតាណាំងអនុមោទនាអ្នកដែលស្លាប់ទៅនោះគាត់ដឹងថាគេហៅគាត់ហើយគាត់ក៏មកអនុមោទនាទទួលយកអានឹងប្រៀបធៀបដូចបានលេខកូដហើយទៅដកយកខ្លួនឯងអានឹងបានញោមមើលឃើញណាបើដូច្នេះហើយអង្គ3ហ្នឹងកុំឲ្យខានបើសិនជាខានបុណ្យហ្នឹងឆ្ងាញ់តែមាត់អ្នកនៅរស់អត់បានដល់អ្នកស្លាប់ទេលក្ខខណ្ឌនៃតក្កិណានុបទានជាមួយនឹងជំនឿដើមខុសគ្នាតែប៉ុណ្ណឹងទេជំនឿដើមចេះតែដាក់សែនព្រានហៅអំពាវនាវទៅប៉ុន្តែបានមិនបានដឹងមិនដឹងអីក៏យើងមិនឃើញដែរបាទដល់ពុទ្ធសាសនាគឺលក្ខខណ្ឌរបស់គេគឺឲ្យម្ចាស់ទាននឹងធ្វើ3យ៉ាងទី1បានចូលប្រគេនផ្ទាល់ទី2យើងឧទ្ទិសទី3អ្នកស្លាប់នឹងមកទទួលបើសិនជាធ្វើប៉ុណ្ណឹងហើយនៅតែគាត់មិនដឹងទៀតបានអាចារ្យគាត់ជួយយ៉ាងកញ្ញអ៊ីមនីយាទេវតាទេវីគន្ធវានិវេតយងផ្ញើតាមទេវតានាំដំណឹងទៅប្រាប់អ្នកស្លាប់ទទួលបានដូចគ្នាពំពិសាពីសម័យព្រះធ្វើបុណ្យមុនគេទៅហឹងអើងកងសំលេងយំមិនដឹងជាស្អីទេទៅសួរព្រះព្រះអង្គថាញាតិព្រះអង្គកើតជាប្រែតច្រើនពុទ្ធមកហើយអត់តន់បានទៅកើតជាមនុស្សវាខ្វះបុណ្យស្វែងរកបងប្អូនណាធ្វើបុណ្យឲ្យគ្នានឹងអាងទទួលទៅកើតជាមនុស្សទេវតាវិញហើយរកវាអត់ឃើញឥឡូវញាតិគឺព្រះអង្គនឹងជាញាតិហើយព្រះអង្គធ្វើបុណ្យឲ្យទៅញាតិព្រះអង្គនឹងទទួលហើយបំពិសាថាធ្វើឲ្យធ្វើមកកណោហើយមិនក៏មិនទទួលទៅនៅតែយំទៀតឬទៅសំលេងយំបានប្រពុតថាមហារាជធ្វើមែនប៉ុន្តែមហារាជអត់បានចូលឧទ្ទិសអត់បានចូលប្រគេនទេដូច្នេះគ្នាអ្នកស្លាប់នោះអត់មានសិទ្ធិទទួលទេអ្នកស្លាប់នោះគឺអត់បានទទួលសោះម្លោះហើយបុណ្យមហារាជនោះវាបានតែខ្លួនឯងឆ្ងាញ់តែមាត់អ្នកនៅរស់អត់បានដល់អ្នកស្លាប់ទេតលតែមហារាជចូលប្រគេនខ្លួនឯងនឹងឧទ្ទិសទៅបានគ្នាមានសិទ្ធិទទួលយកអូអញ្ចឹងទេពំពិសាក៏ត្រឡប់មកវិញធ្វើបុណ្យម្ដងទៀតទៅបានចូលឧទ្ទិសចូលប្រគេនទៅព្រះអង្គក៏ផតតានមោទនាតរោក៏ទៅសូត្រដែលប្រសងយកមកសូត្រគ្រប់រងបុណ្យហ្នឹងបានញាតិទំនងទទួលបានទៅកើតជាមនុស្សទេវតាឲ្យព្រួងព្រាតទៅបានយើងសិក្សាឃើញថាច្បាស់ហើយអង្គ3 1ចូលប្រគេន2ឧទ្ទិស3អ្នកស្លាប់មកទទួលបើមិនជាខ្វះអង្គ3ហ្នឹងឆ្ងាញ់តែមាត់អ្នកនៅរស់បុណ្យហ្នឹងវាអត់បានដល់អ្នកស្លាប់បានតែពួកយើងនឹងឯងអញ្ចឹងហើយបើយើងវិភាគពីរឿងខុសតើខុសពីណាដែលធ្វើដំបូងអត់បានខុសមកពីប្រសង់ហេប្រសង់សម័យព្រះសិទ្ធអរហន្តខុសមកពីអាចារ្យហេបើមានអាចារ្យមែនក៏អាចារ្យសម័យព្រះដែរខុសមកពីម្ចាស់ទានអត់បានឧទ្ទិសអញ្ចឹងណាញោមអញ្ចឹងតក្កិណានុបទានបេះដូងសំខាន់ជាងគេនៅកន្លែងឧទ្ទិសហ្នឹងញោមឲ្យពំពិសាធ្វើរួចអញ្ចឹងហើយក៏ស្រាប់តែកោលយៈអាមាត្យជីសេនារបស់ពំពិសានោះលើកតបមកពីច្បាំងឯជាយដែននោះមានសត្រូវវាឆ្លៀនពៀននៃជាយដែនឯនោះហើយដល់សត្រូវឆ្លៀនពៀននៃជាយដែនហ្នឹងក៏លើកតបទៅទប់ទល់ទៅវាឈ្នះត្រឡប់មកវិញមកតាមផ្លូវទឹកមកដល់មាត់កំពង់ទឹកហ្នឹងក៏ស្រាប់តែមានមនុស្សចម្លែកងើបពីក្នុងទឹកហ្នឹងឡើងមក
ងើបឡើងមកដើរទូលផ្កាតបែកព្រៃទៅអ្នកដតីខ្លះឃើញគេរត់ហើយកោលយាម៉ាត់មិនរត់ទេក៏សួរថាណែឯងជាស្អីជាខ្មោចព្រាយចុងលងប្រឡាចយើងតើឬក៏អ្វីនៅនោះឆ្លើយថាលោកអើយខ្ញុំពីដើមធ្វើដំណើរកាត់តាមនឹងហើយក៏ខ្យល់ចាប់ស្លាប់ទៅខ្ញុំខ្វះបុណ្យអត់មានញាតិណាធ្វើឲ្យអត់មានកូនណាធ្វើឲ្យខ្ញុំចង់បង្ហាញប្រាប់គេឲ្យគេជួយឲ្យតែឃើញមនុស្សមកខ្ញុំមកបង្ហាញឲ្យគេឃើញថាខ្ញុំនៅទីនេះទេសូមជួយខ្ញុំផងខ្ញុំចង់បានបាយហូបខ្ញុំចង់បានទៅកើតជាមនុស្សវិញគេដែរប៉ុន្តែគេឃើញខ្ញុំគេរត់អស់គេថាខ្មោចលងបើអញ្ចឹងអត់ទៅរហូតហើយដូច្នេះហើយខ្ញុំមានផ្កាតបែកព្រៃនេះខ្ញុំពីជាតិមុនដើរបាញ់ទៅស្អាប់ទៅថ្ងៃមួយកាច់ផ្កាតបែកព្រៃយកមកចែកក្មេងៗទៅបានកើតមកមានតែផ្កាតបែកព្រៃប៉ុណ្ណឹងឥឡូវបើលោកមិនរត់ទេឃើញខ្ញុំអញ្ចឹងជួយខ្ញុំផងខ្ញុំចង់ឲ្យគេជួយអីតាខ្ញុំមានបាយមានសដៅផងសដៅដុំនិងមានខោអាវតើលោកយកបានទេលោកហើយកំណើតខ្ញុំនេះជាប្រៈតតោបជីវីតាន់តិចទៀតផុតពីនឹងទៅខ្ញុំបានទៅកើតជាមនុស្សហើយឲ្យតែមានអ្នកធ្វើបុណ្យជាមួយអ្នកមានសិលជាមួយប្រសងបានខ្ញុំទទួលបានខ្ញុំមិនអាចយកផ្ទាល់ចឹងបានទេហើយទៅរកលោកឯណាក្នុងសមុទ្រអញ្ចឹងនោះរចុះរឡើងទៅមានតាម្នាក់កាន់សិល5នៅក្នុងសពៅហ្នឹងជូនតាហ្នឹងទៅបាំងស្គលតាហ្នឹងក៏ធ្វើពិធីបាំងស្គលទៅគេនាំគ្នាជួយអត់ទិសទៅតេខេណាតាំងកណញ្ញេវៈផលនបតកាហន្តិមករំពេចនោះតេខេណាទៀនផ្ដល់លទ្ធផលភ្លាមប្រែតនោះដូរពណ៌សបល់ទៅជាទេវបុត្រផ្លែតរូបឆោមលំពណ៌ល្អចេញរស្មីពលឺផ្លែតលើកដៃសាពះភ័ក្រត្រាប្រព្រឹមញញឹមប្រប្រៃថាគ្នាបានរួចពីកំណើតនោះហើយខ្ញុំសូមអរគុណលោកគ្នាបានរួចហើយបានរួចពីកំណើតប្រែតឥឡូវបានកាត់ជាទេវបុត្រហើយមានសម្បត្តិទឹកលែងខ្វះចំណីអាហារហើយខ្ញុំសូមអរគុណលោកខ្ញុំសូមផ្ដាំលោកឲ្យយករឿងហ្នឹងទៅប្រាប់ប្រជាជនដទៃទៀតផងត្បិតថាមានឪពុកម្ដាយខ្លះអត់តាន់បានមកកើតជាមនុស្សទេនៅកើតក្នុងកំណើតប្រែតឡើយទេដោយសារកូនធ្វើអត់ត្រូវឬកូនមិនធ្វើឲ្យតែម្ដងអញ្ចឹងប្រាប់ឲ្យគេធ្វើអញ្ចឹងណាលោកបានកោលយាមាត់យករឿងនឹងមកមិនទាន់ទៅប្រាប់ប្រជាជនយកមកទូលពរាជាប្របាទពំពិសាទូលផ្លែតពំពិសានឹកឃើញវាដូចគ្នាម្លេះឯងអញ្ចឹងដែរធ្វើបុណ្យដល់តែពេលអត់បានចូលទៅចូលប្រគេនអត់បានដល់អ្នកស្លាប់បានពុទ្ធលោកប្រាប់អញ្ចឹងតលតែធ្វើជាមួយអ្នកមានសិលបានចូលទៅចូលប្រគេនអញ្ចឹងបានបើអញ្ចឹងបានគេសន្មត់តេខេណានុបទាននឹងនៅកន្លែងនឹងអញ្ចឹងបេះដូងរបស់ប៉ុនសំខាន់5នាទីឬ10នាទីយ៉ាពេលវេពេលប្រគេននឹងកុំឲ្យខានតែប៉ុណ្ណឹងណាញោមនេះតេខេណានុបទានតេខេណានុបទាននឹងវាចែកទៅជា4ប្រភេទអានឹងរាប់តាមស្រុកមនុស្សខ្មែរយើងប្រភេទទី1គេធ្វើថ្ងៃស្លាប់គេហៅថាមតកទានប្រភេទទី2គេធ្វើថ្ងៃទី7គេហៅថាបុណ្យ7ថ្ងៃមកពីខ្លាចអ្នកស្លាប់នឹងមានអារម្មណ៍ជាប់ជាពាក់ជាមួយបងប្អូនកូនចៅទឹកដីកន្លែងឋានទ្រព្យសម្បត្តិមនុស្សនឹងនៅវិលអត់តាន់ទៅណាទេស្លាប់ទៅគាត់ចាប់កំណើតបដោះអាសន្នសិននៅក្បែរហ្នឹងកំណើតបដោះអាសន្ននោះគេហៅសម្ពវេសីស័កកំណើតជួនមានរូបមើលឃើញជាសត្វនេះសត្វនោះជួនទៅมันមានរូបមើលឃើញទេគេហៅថាអតិសមានកាយមានកាយមិនប្រកបដែលប្រជាជនយើងនិយមហៅថាពលឹងនោះយើងហៅថាពលឹងប៉ុន្តែធៀបពិតមិនមែនជាពលឹងទេគឺកំណើតបដោះអាសន្នគាត់កើតបដោះអាសន្នសិនអាយុគាត់មិនយូរទេតែ7ថ្ងៃគាត់បន្តដំណើរទៅមុខទៀតហើយមានន័យថាគាត់ស្លាប់មួយសាទៀតទៅចាប់កំណើតម្ដងទៀតបានគេធ្វើឲ្យតន់ណាថ្ងៃទី7នោះគេហៅថាបុណ្យ7ថ្ងៃនេះវគ្គទី2លើកទី3គេធ្វើបុណ្យ100ថ្ងៃត្បិតព្រះពុទ្ធលោកសម្ដែងថាសព្ពេសត្តាមរិសន្តិមរណន្តੰហេជីវិតੰយថាកម្មង្កមិសន្តិបញ្ញបាបៈពលុបគេនិរិយ៉ាងបាបកម្មន្តាបញ្ញកម្មចៈសោកតੰសត្វលោកទាំងអស់កាន់សាសនាអីមិនសំខាន់ទេសំខាន់ពេលស្លាប់ទៅតាំងពីកើតមកទល់ស្លាប់នឹងធ្វើបុណ្យឲ្យបាបមួយណាច្រើនជាងបើបុណ្យច្រើនជាងមនុស្សនឹងបានមកកើតកន្លែងបុណ្យមកកើតជាមនុស្សទេវតាបើបាបច្រើនជាងនឹងទៅនរកប្រែតហើយអញ្ចឹងបានថាចុងក្រោយវាស់នៅលើអំពើរបស់ខ្លួនចឹងសរុបលទ្ធផលព្រះអង្គបញ្ជាក់ថាហេតុដូច្នេះហើយបើនៅជាមនុស្សខំកសាងបុណ្យឲ្យច្រើនដើម្បីជាទីពឹងព្រោះស្លាប់ទៅមានតែបុណ្យនេះជាទីពឹងទ្រព្យសម្បត្តិយើងលែងមានកម្មសិទ្ធិទៀតហើយមានបុណ្យច្រើនទៅមកកើតកន្លែងបុណ្យទៅអត់បុណ្យទេទៅកើតកន្លែងបាបយើងសង្ខេបឲ្យខ្លីពាក្យនេះមានន័យថាក្រោយពីស្លាប់ទៅអ្នកណាមានបុណ្យច្រើនទៅកើតមនុស្សទេវតាមានបាបច្រើនទៅនរកប្រែតអញ្ចឹងបើបុណ្យឲ្យបាបស្មើគ្នាតើឲ្យទៅកើតឯណា
bởi bon hay bạp smile khné chạy mình toàn đách bàn chỗ từ căn sầm nạ dùng riết chui xua nòm xua rùm lật tha ca nơi chi mà nút thọp thơ bon tê thọp thơ sa lây tê cày lôi dừng nấc khơi bởi ca na dừng nấc khơi pon nhà kê gia vật thâu ti bầm bốn pata nà mô tê mà dễ vì trade o nhầm thọp hai cái thắn nhầm thọp thơ bon nấc khơi trade o bàn bon mà trôi tiền bởi bàn bon mà trôi anh nâng chi hai hà sập bột muối này nhớ bạp hà sập bon hà sập cái xua rồi na miền tây muối chết chi nè mong chẳng bàn cái thà đôi pi nè miền lôi mà mơn đôi khi nè tận nam miền tây mà cạ mà xén rồi bàn bạc sai vana ca mà đong tiếp bạc sai vana ca mà đong tiếp cái thà sọc dương này anh kêu mà ngay nè đi tăng pi cao tăng pi slap mau cao cái lại dương này ở toàn bàn từ sau sọc cái na tới nó rong tục này chẳng anh kêu hay quạt sầm rạ bàn mà ngày tìm mà rồi nâng bạc sai vana ca quạt ho dùng mà ba cái đào mưa sọc mà nô mưa miền bong ôn quạt đương nhiệt na thôi bon ai quạt tới bờ miền ai quạt từ tua pho nơi cho cao chỉ mà nô tê đào bên cho hãy bực khamiên tế do con mà rong tục nơi tin to ta óc cầm ta mà đong cái sắc xa khơi ta năng dùng bà báo có tranh đào mà rong mưa bờ miền bong ôn na thôi bon nói cái ta hai con mà ta tua hỏi bàn một cá chỉ mà nô một cá chỉ tê đá rư hai thạch chập chiết vinh phần tay bà sân chỉ rong mình khơi tế kia bà mô do ta không tục nơi ta nóng to ta óc cầm ta mà đong đòi xa cái sắc xa khơi ta năng bán cái bà cao cầm vị trí bon mùi tiết ở toàn là ngày tìm mà rối cái háo thả bon mà rồi ngày lơ pi mà rồi ngày tiết vẹn tỷ buôn cứ cái thôi bon khô mà năm pi năm 7 năm 4 năm rồi hồ hai mà đôi ngày này khô 7 năm chẳng anh đang lơ pi mà rồi lơ pi phẩm pal kho ngày nông có đói ao taประกอบដោយអង្គ 3 mình nắng trong cõi lơ khóa ấy dừng phi nhà tam tê phá đa miền vị thì đọc môi stra sập sốt nơi có cái bông trôm mà tham từ sang nơi có cái bông trôm mưa mà giúp chọc stra sập sốt cọt tục đượcมั้งlúc tha thưa bon ấy từ ta hai tê phá đa chơi tê phá đa màu xanh pro ấy tê phá đa group cả lại nắng đăng tham mai ở dương để slap từ nóng sầm chót nơi ta ná cao nơi ta ná pro tê phá đa miền này dụ rập rồi chứ năm hai tê phá đa này chỉ nè thay là xa và put ở bàn trắc chui rụm lực và put nâng chui cà pi chẳng có ai khan ban kia ở riệp tê phá đa bali riệp tê phá đa hói hai tê phá đa hói pe đại dương thưa tư dương ở tư tư việc kho vì mình đăng vì mình chom bự có quạt mình ban từ tua mình toàn ban đăng ấy ban trồng cào tê vì còn toàn bên tê giống dương phá đam nhà tam tê phá đa hay này ở tê phá đa nâng ăn là mô tê bon vô từ prap đòn quạt phong chẳng tê phá đa nâng vô tầm năng nâng từ prap quạt từ tua ban đôi khi này nhầm ná chẳng lừa pi mà rồi qua pi mà rồi áng phát đam tam tê phát đà ní stra sập sâu nên sập có sự tình dương nơi sập bồ ná vào stra phết bài bồ ràn chẳng lẹ mà đòn bon 7 năm mấy ban chỉ thưa 7 năm tam bát tư thưa ngày nào có bán mấy ban chỉ thưa 7 năm tham mau pi về miền cẩm ru kỳ thọp thưa tới việc bàn đây cầm ru thọp thưa tới việc bán chẹt đáy đôi niên sẽ rần ní à giúp tớp tại đọc bầm 7 năm tê hơi sát và cài rô xí nhóm khai trên nhẹ miền vây không mình hơi sát nè đằng sát đôi nhôm na thế mơ priệp thiệp mơ thứ priệp chỉ mơ athma sát chiêng athma rộp liền đo pan tay niên nắng sát hơi prang rô xí khai trên nhẹ miền tăng bị không mình bị bàn ta mà lấy para rừng thọ á đạp mình trầu chứ lúc ta chỉ môi mai clone ai nhà rừng thọ lúc ta chỉ môi giấy năng chỉ press ấy prum ấy thoa ấy thế rồi xí áo từ miền lôi chạy miền bài hộp ta năng ấy than xua than sọc á từ chưa ấy ở rừng bồn rừng bạc ấy ngày sau đào mà vót cái hai chỉ dây hai ta chạy ấy mà này chui riệp chừng han bậc kên bậc song phê chạm bậc kên bậc song phê bao sót này chạy vô bón hey hồi chuyện nào và năng hồi từ nơi chưa ấy chặt cầm rờ mà lá từ chưa ấy press ấy prum ấy press ấy rồi từ rồi lôi tục chạy bài hộp tròn ta năng ấy than xuống pin bên này ta năng sau đây ao như vậy mà spắc mốc như vậy thằng chọc mong anh hai cái thứ bốn cái sau đây anh thả anh nâng lưng ngông chặt cầm rờ mình một niềng nâng rosi ban lối vô tình mi cọp tục còn lại những đấy sẽ tầm hiền đo tập pe là pi bay ngay sẽ tập sol co slap tăng bay khmeng tới slap tới từ cao chip pret nó không prey cái lại cái chảo màu sọc nóng vì đám cái vô màu từ chảo tăng vì slap tới bật tầm năng chân bay năm nhỉ cào bị bay năm châu đó năm tỷ 4 nè sọc niêng bo tê rosi giúp tận nát đây tận năng tới sẽ tầm chụp cái bay cái lại niêng nơi nó niêng nó mưa có há rất tận nè sọc anh tất niềm màu anh mưa quạt khơi quạt mưa anh khơi pro anh về men mà núp anh chỉ pret bà chẳng niệm mất ở khơi bên này sọ xanh niệm mất plet ta năng ngon hạ cho niêng chỉ say hả trong lồng bà lạt dương ta men thế chỉ không mọi bề sát men thế niêng thật lục tá
ខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរលោកតាចាំទេចៅសេរនីស្លាប់មក3 4ឆ្នាំហើយចុះចាឯងទៅកើតឯណាលោកតាខ្ញុំមានកម្មកាលនៅជាមនុស្សខ្ញុំមិនជឿសោះរឿងប្រែតរឿងព្រូកអីបនទៀនអីខ្ញុំមិនជឿទេម្ល៉េះហើយខ្ញុំស្លាប់មកអត់មានបុណ្យអីជួយខ្ញុំមកកើតជាប្រែតរងទុកនៅទីនេះមិនអាចទៅផ្ទះបានផងលោកតាសូមប្រាប់ម៉ែខ្ញុំផងក្រមក្រែកន្លែងខ្ញុំដេកនឹងខ្ញុំកប់មាសឲ្យគាត់កាយមាសនោះបែងជា2មួយចំណែកទុកគាត់ចាយវាយមួយចំណែកធ្វើបុណ្យនៅខ្ញុំផងលោកតាបើលោកតាមិនជួយខ្ញុំទេមិនដឹងថ្ងៃខែឆ្នាំណាខ្ញុំនឹងអាចចេញពីកំណើតនេះទេលោកតាលឺនិយាយតែប៉ុណ្ណេះផ្ដាំហើយទៅក៏បាត់សមោលទៅវិញទៅតាក៏គាត់នាំគ្នារៀបចំកន្លែងសម្រាននៅក្នុងមួយយប់ទៅអាត្មាសុំសរសើរតាអស់នោះចេះតែសម្រានលក់ដែរណាឃើញប៉ុណ្ណឹងហើយនោះបើនិយាយពីអាត្មាវិញតែឃើញប៉ុណ្ណោះហើយលែងលក់ឲ្យមួយយប់នេះអង្គុយចាំមើលមកក្រែងមកទៀតតែចេះបាននិយាយគ្នាព្រលឹមឡើងបោអាទេហោហែមកដល់មុខផ្ទះនាងនឹងឈប់អាទេរត់ទៅប្រាប់យាយនោះយាយជាម្ដាយលឺតែអញ្ចឹងមិនដឹងថាកូនលាក់មាសនឹងផងយកជាប់ចិត្តជីកសាកមើលឃើញសិតតែមាសកូនមែនកាន់មាសមកសំណោះអោកូនឲ្យកូនស្រីកូនចង់មានកូនចង់បានប៉ុន្តែកូនអត់ជឿបនសោះកូនចង់សុខកូនចង់សបាយកូនថាឲ្យតែមានលុយមានមាសមានលុយចាយបាយហូបអានឹងឋានសុខឋានសួគ៌ចុះឥឡូវវាមិនទាន់អស់លុយចាយមិនទាន់អស់បាយហូបឯណាមិនក៏កូនមិននៅសោយសុខទៅកូនស្លាប់នេះមិនមែនដោយសារអស់លុយទេគេហៅថាស្លាប់ដោយសារអស់បនលុយនៅមានប៉ុន្តែកូនវាអស់បនបើកូនធ្វើបនខ្លះកូនមិនទាន់ស្លាប់ទេប៉ុន្តែមិនអីទេចាំម៉ែធ្វើបនឲ្យយាយនឹងក៏ធ្វើបនឧទ្ទិសទៅឲ្យកូននឹងកូនក៏ទទួលផលនឹងទៅកើតឋានសួគ៌ជាទេវធីតាដល់តែយាយនេះរសាសិល5ចាំសិល8ស្លាប់ទៅកើតជាទេវធីតានៅឯឋានសួគ៌ជួបគ្នាសុខសប្បាយមកអាយុនៅលើនោះទៅបាននាំគ្នាពិចារណាថាសំណាងដែរចេះបានម៉ែមិនទាន់ស្លាប់កាយមាសនឹងយកមកធ្វើបនឲ្យកុំអីទៅប្រែតនោះមកអាយុមាសនោះនៅក្នុងដីបាត់ណាញោមណាបើយាយនឹងស្លាប់ទៅដែរអស់ចឹងបានថានាងនឹងរួចពីកំណើតនោះក្នុងរយៈពេលកន្លងទៅ3ឆ្នាំដែរនៅក្នុងបត្រៃ3ដកភាគ56មាននិទានជាច្រើនដែលបានរួចពីកំណើតឬក៏មិនទាន់បានកើតកន្លែងល្អហ្នឹងទៅបានកើតកន្លែងល្អនៅពេលកន្លងទៅ3ឆ្នាំឬក៏រួចពីកំណើតប្រែតកំណើតអន់ហ្នឹងក៏3ឆ្នាំបានមកចាប់ជាតិកំណើតវិញ3ឆ្នាំហ្នឹងក៏វាមានច្រើនបានជាយើងរំលឹកអាថ្ងៃហ្នឹងមួយទៀតទៅធ្វើទៅក្រែងលោកដូនតាយើងហ្នឹងគាត់មិនទាន់បានទៅចាប់កំណើតអីគាត់នឹងទទួលផលពេលហ្នឹងអញ្ចឹងទៅមានរឿងល្បីកន្លែងមួយគេហៅកន្លែងខ្មោចលងញោមអាត្មាសំដែងជាមើលយាយខ្លះឮខ្លាចខ្មោចលេងហ្នឹងមើលលខោនទៀតមិនដឹងទេល្បីកន្លែងនោះខ្មោចលងប៉ុន្តែដាំតំណាំអីកើតធួស្រូវអីកើតប៉ុន្តែវាមានសត្វចេញមកស៊ីទៅគេជួលមនុស្សឲ្យទៅយាមអាមនុស្សទៅយាមនឹងវល់ទៅរត់ថាខ្មោចលងដេកកើតតាមួយឈ្មោះវិទេហឧបាសកគាត់នឹងកាន់សិល8អញទៅដេកយាមឲ្យគេទៅអញនឹងទៅរកស៊ីអីទេអញដេកសូត្រធម៌ទេបើខ្មោចមកលងមែនអញដេកសូត្រធម៌ឲ្យខ្មោចស្ដាប់ក៏ព្រមទៅស៊ីឈ្នួលឲ្យគេនឹងយប់ឡើងដេកទិញធម៌ហ្មងនឹងខ្ទមតំណាំគេនឹងយប់ស្ងាត់បន្តិចខ្យល់ត្រជាក់មកមែនសស្កង់វាចម្ងាយថាខ្មោចលងមែនអញមិនរត់ទេត្រៀមស្មារតីសូត្រធម៌ឲ្យខ្មោចស្ដាប់តែហ្មងមកកាន់តែចិត្តមកស្កង់មកដល់ចិត្តងើបមើលមុខគ្នាហ្មងសួរថានឹងមកលងណែឯងមកលងខ្ញុំមិនហ្នឹងឯងសួរទៅស្រាប់តែខ្មោចហ្នឹងគាត់ថាណែខ្ញុំមិនមែនមកលងណែឯងទេខ្ញុំតាំងពីស្លាប់មកអត់បានកើតជាមនុស្សខ្ញុំនៅកើតជាប្រែតខ្ញុំអត់ណែឯងស្គាល់ខ្ញុំតាយើងកាលនៅជាមនុស្សពួកម៉ាក់គ្នាតាណែឯងរត់នឹកមើលយើងពួកម៉ាក់គ្នាតាហើយខ្ញុំវាប្រព្រឹត្តអបាយមុខច្រើនពេកស្លាប់មុនណែឯងទៅហើយណែឯងដឹងស្រាប់ហើយខ្ញុំមានកូន3 4នាក់ដែរឪវានឹងពីលស្រាប់មិនដែលចេះបដៅកូនឪវាមិនដែលបានធ្វើបុណ្យអីផងមិនដែលទាំងស្ដាប់ធម៌មិនដែលធ្វើបុណ្យម្ល៉េះហើយអត់បានពង្រៀនកូនឲ្យចេះធ្វើបុណ្យបានជាឪវាស្លាប់មកកើតជាប្រែតហ្នឹងអាកូនគ្មានចេះធ្វើបុណ្យអីមួយទៅទេហ្មងហើយចឹងទៅខ្ញុំវាអត់មានកូនណាធ្វើបុណ្យឲ្យតែឃើញមនុស្សអីខ្ញុំពឹងគេឲ្យគេជួយចង់ប្រាប់គេថាខ្ញុំនៅតែនេះទេជីវិតខ្ញុំអភ័ព្វណាស់អត់មានអីហូបទេចង់ទៅកើតជាមនុស្សចង់បានចំណីអាហារអត់មានអ្នកណាធ្វើបុណ្យឲ្យចង់បង្ហាញឲ្យគេឃើញឲ្យគេអាណិតឲ្យគេជួយស្រាប់តែគេរត់អស់គេថាខ្ញុំខ្មោចលងហើយឲ្យតែបង្ហាញឲ្យគេឃើញចង់ប្រាប់គេគេរត់អស់ថាខ្មោចលងអញ្ចឹងកាលបានរួចពីកំណើតហ្នឹងឥឡូវបើណាឯងមិនរត់អញ្ចឹងស្រួលហើយធ្វើបុណ្យឲ្យគ្នាផងមកសម្លាញ់បានតានឹងនឹកឃើញថាអូពេលនេះពួកម៉ាក់ឯងមែនតាប៉ុន្តែសមាទូទៅចោគាត់នឹងហូបភេសជ្ជៈច្រើនមុខពីអលុយកាពះស្លាប់មុនឯងអញ្ចឹងណាគាត់ប្រព្រឹត្តអបាយមុខច្រើនណាបើដូចជាយើងធៀបមកក្នុងសង្គមអញ្ចឹងមានន័យថាអញ្ចឹងណាមានន័យថាគាត់ហូបនេះហូបនោះច្រើនពេកទៅអលុយកាពះស្លាប់មកមុនទៅដោយសារគាត់អត់បានធ្វើបុណ្យគាត់មកកើតតែលតោលអញ្ចឹងហើយកូនគាត់ក៏អត់ដែលបរៀនឲ្យចេះធ្វើបុណ្យណាកូននឹងវាអត់ចេះធ្វើម្ល៉េះឲ្យឪនឹងទៅដើររកពឹងឲ្យគេជួយអាគេឃើញវល់ទៅរត់រហូត
bán chia tê hào bà sọ khơi chẳng chẳng sạp là bóng thơ bon áo đó là thôi bon áo tới từ phò bon nâng ruột chẳng tới có sạp té có từ tuột phò nâng từ cả nông than xuôi cho tê và bọt bạt tới chạp vì ngày nông tới lên mình không mọi lồn cả lại nông tới nó nhôm chẳng bàn là thầm ăn được khơi thà vì tê hào bà sọ tăng vì sạp mòn nó có cầm lóng bay năm đôi kia chẳng đài hỏi có miên rương chữ trao tiết bay năm để ruột pi cầm nạt nâng chẳng đài hay mình tha tại sớm mai pre khôn cà pi bay đọ phi hà bờ môi thế à lư nâng của miênได้nhom lập bay cái lại môi kêu thằng chả ra cho lập bay từ khmoi lông bằng hà như cái khơi tam phở sắp tới bờ mà nè tới khơi bằng hà chẳng mét có chụp lán cho tới oi thụp ấy đại ấy sàn áo sắp tới tam có tới đòn tia mong tới bây giờ sọpปรับ có thằng nhom nâng thôi tầm na cắt tam nâng nhom kêu thằng chả ra cho slap hay nhom cà pri ọt miên bong ôn na thứ bon ao thế nhom khơi này miên chất bonខ្ញុំមកបង្ហាញឲ្យអ្នកឯងជួយចឹងអ្នកឯងសុំជួយផងខ្ញុំឈ្មោះនេះប្រាប់ទាំងឈ្មោះទៀតញោមហើយឲ្យទៅវត្តទៅធ្វើបន់ទៅឲ្យខ្ញុំផងស្រាប់តែបរោះហ្នឹងគាត់ភ្ញាក់ពីគេងឡើងគាត់យកចង្ហាន់ទៅវត្តទៅទូលលោកប្រាប់តាមដំណើរយកសពហ្នឹងគាត់ក៏ធ្វើបន់ឲ្យយកទៅតាមឈ្មោះដែលយកសពប្រាប់ហ្នឹងស្អែកឡើងមកយល់សពនៅក្នុងបានកាត់ជាទេផ្ដាបាត់ញោមមកបញ្យល់សពថាខ្ញុំបានរួចពីកំណត់ថោកទៀតហើយឥឡូវខ្ញុំបានកាត់កន្លែងសុខស្រួលមានចំណីអាហារបរិភោគហើយបានគាត់ភ្ញាក់ឡើងគាត់ថាក៏ទៅធ្លាប់ទៅលឺលោកទេសនាក្នុងកាពីឥឡូវវាមកជួបផ្ទាល់អាបច្ចុប្បន្នហ្នឹងក៏មានអញ្ចឹងដែរណាញោមណាអញ្ចឹងតួនាទីចុងក្រោយបន3ឆ្នាំនេះយើងឃើញថាទោះបីឃើញឪពុកម្ដាយមកហូបក៏ដោយមិនឃើញក៏ដោយក៏យើងនៅតែនាំគ្នាធ្វើដោយសារវិជាតួនាទីរបស់កូនអាទី5កូនដែលល្អគេត្រូវកាន់តួនាទី5យ៉ាងមិនមែនកូនល្អដោយសារលៀបពណ៌ស្លៀកពាក់ហឺហាឬក៏ធ្វើអីទេកូនដែលល្អគឺកូនណាដែលមានតួនាទី5យ៉ាងជាមួយឪពុកម្ដាយគាត់នៅរស់មួយផតោនេសង្ឃបរិសាមិម៉ែឪធ្លាប់ចិញ្ចឹមយើងចិញ្ចឹមគាត់វិញទី2កិច្ចចាំងនេសង្ឃបរិសាមិបើម៉ែឪមានកិច្ចរវល់យើងមកជួយកិច្ចការងារនោះទី3កលវង្សង្ឃតបេសាមិពូជយើងធ្លាប់មានជំនឿជឿអញ្ចឹងឥឡូវអត់ពីគាត់ទៅយើងកាន់តាមទី4ទាយាចាំងបដិបជាមិថែរក្សាទ្រព្យសម្បត្តិកេអករបស់គាត់តាំងពីដើមមកកុំឲ្យបាត់ខ្ចាត់ខ្ចាយទៅជាអនុស្សាវរីយ៍ផងឯទី5បើគាត់ស្លាប់បាត់ទៅហើយតេខេណាំងអនុបតិសាមិកូនចៅត្រូវធ្វើបន់តេខេណានុបតិនទិជូនទៅអញ្ចឹងក្នុងពេលនេះកូនចៅកំពុងតែកាន់តួនាទីទី5ណាញោមណាហើយតែកូនណាកាន់តួនាទីបាន5យ៉ាងនេះហើយខ្លាយជាកូនល្អជាកូនកតញ្ញូទេវតាតាមថែរក្សាគេហៅថាកូននឹងជាកូនមិនចយត់កូនមិនចយត់គឺកូនមិនងាយស្លាប់តៃហោងដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលនិយាយអញ្ចឹងបានអាត្មាក៏លេចមើលយាយទៅស្ទើរតែចាស់ជាងអាត្មាទាំងអស់មើលទៅបងអាត្មាទាំងអស់ហ្នឹងអាយុច្រើនជាងអាត្មាមិនចំណែនមិននិន្ទាហើយក៏មិនឈ្នានេះមិនព្យាបាទញោមទេណាញោមណាគ្រាន់តែអាត្មាឆ្ងល់អញ្ចេះមើលមុខយាយខ្លះទៅដូចកើតតាំងពីសម័យបារាំងមើលមុខដូចបារាំងសក់ដូចបារាំងហើយយាយខ្លះទៀតកើតពីសម័យលន់ណុលកើតពីសម័យសម្ដេចតាអីហើយអាត្មាគ្រាន់តែឆ្ងល់ថាគេស្លាប់លន់ហើយមិនក៏ញោមមិនព្រមស្លាប់អញ្ចឹងអាសង្គ្រាមក្របផ្លោងសង្គ្រាមអេសសុងអងទេវ៉ាំងវិតអាបេសែងកងដើតម្លាក់ដូចរុនបាយខំគេស្លាប់ឲ្យលន់ឯងនៅរស់3ឆ្នាំ8ខែ20ថ្ងៃគេបង្អត់បាយទៅលើកបន្លាយជីកទំនប់ទប់ស្ទឹងបឹងទលេហូបបបងក៏មកកំប៉ុងទឹកមកផ្ទះជាមួយគេស្លាប់ឲ្យលន់ឯងនៅរស់ចេញផុតពីនោះមកទៀតដើរផឹកទឹកធ្លុកជាមួយកបីបេះតែបន្លែធ្លុកកបីដេកយកមកហូបគ្មានឃើញមហារាជសួតថ្លើមអីទេចេះតែរស់ដែរហើយមកអាចុងក្រោយនេះអាកូវីដ 19មកប្រមូលឲ្យគេក្មេងជាងយើងផងគេទៅអស់រាប់លានហើយឯងមិនព្រមទៅគេទៀតនៅតែរស់ទៀតអានឹងមកពីអីបានចេះតែរស់ហ្នឹងណាញោមឆ្លងកាត់ច្រើនជំនាន់ណាញោមថាមកពីមានបុណ្យមិនតាន់អស់ណាញោមណាចុះបុណ្យអីគេបានជាញោមនៅតែរស់នៃទី1ញោមធ្លាប់ជួយគេបានគេជួយញោមវិញស្រុកមានភ័យអាសន្នអន់ក្រញោមឃើញគេលងទឹកជួយស្រង់គេឃើញគេធ្លាក់អណ្ដៅជួយស្រង់គេឃើញគេឈឺខ្យល់កខ្យល់ចាប់ជួយកោះខ្យល់ជួយរកពេទ្យជួយព្យាបាលឲ្យគេឃើញគេអត់បាយជួយបាយគេមនុស្សនឹងហើយនៅពេលដែលយើងស្រុកមានភ័យអាសន្នសង្គ្រាមចម្បាំងរាំងជលស្រុកមានភ័យអាសន្នអន់ក្រស្រាប់តែមានគេមកជួយយើងវិញយើងចេះតែរស់តទៀតអញ្ចឹងបាននិស័យយើងឃើញទេជនភេសកជនអីតាំងពីហ៊ានទាំងជនភេសកទាំងអ្នកក្រីក្រកំសត់ញោមញាតខំសុខចិត្តលះបង់បរិច្ចាគទ្រព្យទៅជួយឲ្យជីវិតគេរស់នឹងមនុស្សបែបហ្នឹងហើយដែលយើងមានភ័យអាសន្នចេះតែមានគេមកជួយយើងវិញអញ្ចឹងបានយើងចេះតែរស់ឆ្លងបានច្រើនជំនាន់ហ្នឹងណាញោមរួមនឹងការប្រឡែងចាបប្រឡែងសัตว์ដើកប្រឡែងអីនឹងទៀតផងបើនិយាយពីកូនវិញដែលរស់ឆ្លងអាយុវែងគេហៅកូនមិនចយត់សំដៅទៅលើកូនណាមានធម៌6
ហើយជាមើលអាត្មារាប់ទាំង6ហ្នឹងបើមានដល់ញោមនឹងបានអាយុវែងអញ្ចឹងមួយកូនស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពស្ដាប់ហើយធ្វើតាមផងទាំងពាក្យព្រានបដៅម៉ែឪទាំងពាក្យគ្រូអាចារ្យទាំងពាក្យក្រសួងសុខាភិបាលទាំងពាក្យខាងអាណាចក្រទាំងពាក្យខាងពេទ្យទាំងពាក្យខាងមន្ត្រីរាជការជាពិសេសខាងច្បាប់ចរាចរណ៍ផងស្ដាប់ហើយធ្វើតាមឧបមាថាគេឲ្យពាក់ម៉ាស់ពាក់ផ្លែតគេឲ្យចាក់បាសាំងចាក់ផ្លែតហើយគេឲ្យថាកុំឲ្យជីបជ្រះកុំឲ្យជីលើសល្បឿនតាមគេផ្លែតអញ្ចឹងមនុស្សបែបហ្នឹងមិនងាយស្លាប់ទេខ្ញុំចេះបត់បែនដូចសម័យសង្គ្រាមគេថាកង់ប្រវត្តិសាស្ត្រវាវិលទៅហើយតែយើងមិនវិលតាមគេកាន់ដាច់ជើងដាច់ដៃអញ្ចឹងមនុស្សបកែស្ដាប់មនុស្សបកែសិក្សាស្ដាប់ទាំងពាក្យម៉ែឪហើយយកទៅធ្វើតាមមនុស្សហ្នឹងអាយុវែងមួយទី2មនុស្សដែលចិញ្ចឹមម៉ែឪអាយុវែងមួយព្រោះទេវតាតាមថែអាសាទី3មនុស្សណាដែលបានព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4មនុស្សណាដែលបានធ្វើបុណ្យជូនគាត់តាំងពីគាត់នៅរស់រហូតគាត់ស្លាប់នៅធ្វើបុណ្យឲ្យទៀតទី5មនុស្សណាដែលធ្វើចេតិយឬក៏រកកន្លែងតម្កល់អធិធាតុអធិគុណដាក់ធាតុម៉ែឪដោយប្រពៃគឺតម្កល់ធាតុតម្កល់សពម៉ែឪដោយប្រពៃមនុស្សនេះអាយុវែងឯទី6កូនណាមិនភ្លេចគុណសោះពេលមានឱកាសគ្រប់គ្រាន់នៅតែធ្វើបុណ្យឧទ្ទិសជូនម៉ែឪកូនណាមានធម៌6យ៉ាងហ្នឹងកូននឹងហើយគេហៅកូនមិនចយត់កូនណាយកថ្លៃណាញោមណាហើយដល់តែរាប់ចុះរាប់ឡើងទៅដូចញោមមានគ្រប់ទាំងអស់អញ្ចឹងឯតើបានអាយុវែងរកឃើញឯតានេះបើអញ្ចឹងញោមសិតអាយុវែងឥឡូវដល់វគ្គញោមកសាងស្ថានធ្នូបទៅបច្ចេកដីនេះហើយគឺជាការប្រពៃថ្លៃថ្លាណាស់ជាទួនាទីមួយដែលកូនចៅតែងតែនិយមធ្វើញោមអ្នកដែលកសាងឋានធ្នូបទៅបច្ចេកដីជូនដល់មេត្តាបិតាចេតដីចេតពាំងពោចេតពន្តិចេតយ៉ាងកន្លែងដែលគួរគោរពកន្លែងដែលគួរបូជាគេហៅថាចេតដីអញ្ចឹងកន្លែងហ្នឹងគួរគោរពគួរបូជាមានន័យថាអ្នកណាមិនគោរពបាបណាញោមអ្នកដែលគោរពនៅក្នុងបិលិនបញ្ហាគេសួរថាទីកន្លែងណាផ្សារណាដែលលក់អាយុលក់ពណ៌សម្បុរលក់សេចក្តីសុខលក់កម្លាំងហើយចម្លើយឆ្លើយថាម៉េចបើដែលមានផ្សារណាលក់អាយុផងគេឆ្លើយថាមានផ្សារលក់អាយុនៅណាថានឹងចេះដីហាហើយទៅទិញឲ្យមិនបានអត់ទេទៅគោរពទៅបោះទៅជូតថែទាំមនុស្សនឹងបានអាយុវែងនឹងបានសេចក្តីសុខនឹងបានកម្លាំងខ្លាំងទៀតអញ្ចឹងចេះដីនេះណានាគោរពបានបុណ្យណានាមិនគោរពបាបអញ្ចឹងហើយបានមាន2អ្នកម៉ែកូនដឹកគ្នាដើរទៅក៏ស្រាប់តែឃើញគេកសាងបច្ចេកដីតម្កល់អធិធាតុព្រះហើយម្ដាយនឹងសួរកូនថាកូនហើយគេណែម្ដាយកូនសួរម៉ែគេធ្វើអីគេហ្នឹងម្ដាយថាកូនហើយគេកសាងចេតិយចុះម៉ែគេធ្វើចេតិយនឹងប្រយោជន៍អីទៅកូនហើយគេថាមហិតនោមហាភោគោមហាដេជោមហាបញ្ញោណាគេថាមានដេជះច្រើនកើតឡើងមានយុស័កតំណែងមានភោគៈច្រើនខ្លាយជាអ្នកប្រាជ្ញខ្លាយជាអ្នកមានហើយមានបញ្ញាច្រើនខ្លាយជាអ្នកប្រាជ្ញហើយមានសេចក្តីសុខមានយុស័កមានបរិវារមានអីចឹងទៅណាកូនមានមហិទ្ធិឫទ្ធិអត់មានចាញ់មានសត្រូវណាទេហើយដល់កូននឹងលឺអញ្ចឹងទៅនិស័យវាមានវាស្ទាបកកដោះខ្សែកម៉ែខ្ញុំចង់យកខ្សែកនេះទៅចូលកសាងចេតិយគេកូនឯងក្មេងប៉ុណ្ណឹងចង់ធ្វើចេតិយយកទៅកូនយកទៅចូលគេអ្នកទាំងពីររស់ស៊ីមានបានស្លាប់ទៅកើតឋានសួគ៌អស់មកចន្លោះប្រពុតដល់ចុះមកសម័យព្រះមកកើតនៅក្រុងរាជក្រឹសញោមហើយនិយាយពីទ្រព្យសម្បត្តិគ្មានលេខដាក់កើតមករូបឆោមលំពណ៌ស្អាតដល់តែបានប្តីទៅបានតកូនអ្នកមានគេស្លាប់ទៅនោះគេមុននឹងស្លាប់ទៅគេរៀបចំកូនឲ្យនោះអាខាងប្រុសនោះក៏អ្នកមានខាងស្រីក៏អ្នកមានជួបគ្នាខ្លាយជាអ្នកមានទ្រព្យសម្បត្តិប្រពន្ធនឹងដឹងខ្លួនថាឯងជាតិនេះកើតមកសបោសបាយដោយសារពីជាតិមុនចូលកសាងចេតិយតាឥឡូវព្រះសិរីបុត្រមកប្រេណនិព្វានក្បែរហ្នឹងគេកសាងចេតិយនៅនិលន្ទាក៏ទៅចូលកសាងចេតិយនោះគេទៀតបូជាចេតិយនោះឥឡូវនេះនាងក៏ស្លាប់ទៅកើតឋានសួគ៌ហើយក្នុងកាពីបញ្ជាក់ថាបើសិនជានាងមិនទៅឋានសួគ៌ទេចុះមកមនុស្សជាមហាអុកញ៉ាទ្រព្យសម្បត្តិគ្មានលេខដាក់ទេណាញោមណាព្រោះការបរិច្ចាគរបស់នាងច្រើនអញ្ចឹងមកអញ្ចឹងហើយបានគេជ្រះថ្លាកសាងចេតិយយ៉ាងច្រើនហូរហែមកដូចជានៅប្រទេសភូមាតំបន់បាកានគេហៅសមុទ្រចេតិយមើលទៅល្វឹងល្វើយព្រោះការកសាងចេតិយនេះនៅប្រទេសខ្លះកសាងដាក់សិតតមាសសិតតអីនោះចឹងការគោរពចេតិយតម្កល់ធាតុព្រះបានបុណ្យប៉ុណ្ណាពុទ្ធថាតម្កល់ធាតុមេត្តាបិតាយើងបានបុណ្យស្មើព្រះដែរពូបងឲ្យតម្លៃមេត្តាបិតាជាព្រះរបស់កូនណាញោមណារីឯកុណាលរាជកុមារដែលកើតមកក្នុងតកូលស្ដេចមានរូបឆោមលូងពណ៌ល្អហើយមានមហិទ្ធិឫទ្ធិមានដេជះផងហើយរូបក៏ស្អាតក្នុងតកូលខ្ពង់ខ្ពស់ដោយសារអីថាពីជាតិមុនគាត់កសាងចេតិយជួសជុលអាចាស់របស់គេទេចេតិយចាស់របស់គេនឹងមានគេបិទមាសបិទពេជ្រហើយមានអ្នក
គេមិនជ្រះថ្លាទៅបកមាសពេជ្រនឹងអស់យកទៅវាខ្ទេចខ្ទីអស់ទៅបរោះហ្នឹងគាត់ឃើញចេតិយហ្នឹងគាត់អាណិតពេកម្លោះហើយគាត់ទៅថ្វាយអង្គមព្រះរាជាថាសូមអនុញ្ញាតជួសជុលបច្ចេកដីនឹងវិញស្ដេចថាឲ្យជួសជុលអីជួសទៅក៏ជួសឡើងវិញធ្វើឲ្យស្អាតហើយជារូបព្រះទៅដាក់សម្រាប់គេគោរពបូជាទៀតញោមហើយអានិសង្ឃប៉ុណ្ណឹងបានជាគាត់កើតមកក្នុងតកូលស្ដេចហើយមានរូបឆោមលោមពណ៌ល្អដោយសារកសាងព្រះនិងកសាងចេតិយនឹងផងណាញោមណារីឯអ្នកគោរពចេតិយគេសោះក៏ដោយឲ្យតែយើងគោរពព្រះសិរីបុត្របានឃើញទេវបុត្រទេវធីតានៅឯឋានសួគ៌ពីអ្នកនោះស្អាតស្អាតក៏សួរថាហើយព្រះមោគលានលោកឃើញទេវបុត្រទេវធីតាស្អាតក៏សួរថាអ្នកឯងកាលនៅជាមនុស្សធ្វើបុណ្យអីប្តីនោះប្រាប់ថាលោកម្ចាស់ហើយមិនចង់ប្រាប់លោកម្ចាស់សោះបុណ្យវាតិចពេកចង់ដឹងអាបុណ្យតិចហ្នឹងអាម៉េចរុកព្រៃរអស់រវស្រាប់តែឃើញចេតិយចាស់បោកគេព្រៃដោះឲ្យចិត្តម្ល៉េះហើយខ្ញុំហ្នឹងក៏ឆ្កាចេតិយហ្នឹងឲ្យស្អាតឆ្កាស្មៅឲ្យបោះសម្អាតទៅនឹកថាចេតិយណាក៏ដោយឲ្យតែយើងគោរពទៅបានបុណ្យណាហើយដូច្នេះនឹងបានអីបូជាក៏យកកម្មាមួយមកធ្វើតុងដាក់ចឹងទៅដាក់កាប់មែកឈើធ្វើដងទៅមកដល់ផ្ទះប្រពន្ធនេះសង្ស័យបាត់កម្មាពីខ្លួនទៅពេកហ្នឹងទៅដេកណាបាត់កម្មាក៏និយាយលងប្រពន្ធថាឯងយើងមិនដែលបានធ្វើបន់ធំទេខ្ញុំបានដាក់បូជាចេតិយឯងអនុមោទនាបន់បូជាចេតិយកម្មាមួយហ្នឹងទៅឯងប្រពន្ធហ្នឹងក៏អនុមោទនាជាមួយទៅព្រះអង្គហើយពួកយើងធ្វើបន់បានតែប៉ុណ្ណឹងបានកើតមកទេវបុត្រទេវធីតាទាំងពីរអ្នកហ្នឹងថាអូអស្ចារ្យការគោរពបូជាចេតិយបានផលបានអានិសង្សយ៉ាងហ្នឹងហើយបានជាមានការកសាងចេតិយនិងគោរពបូជាមកដល់ពេលហ្នឹងអញ្ចឹងទៅអញ្ចឹងឯកឧត្តមលោកជំទាវនៃអង្គញាលោកស្រីកំពុងតែដឹកនាំគ្នាធ្វើនេះគឺត្រូវហើយដើរតួនាទីជាកូនល្អហើយណាញោមណាអនាថបណ្ឌកសិទ្ធិធ្លាប់ទៅសួរព្រះអង្គថាព្រះអង្គបើយើងស្រឡាញ់ឪពុកម្ដាយចុះបើគាត់ស្លាប់ទៅហើយធ្វើម៉េចទៅព្រះអង្គថារៀបចំចង្ហាន់បិណ្ឌបាតចូលបោះគ្រឿងទីសក្ការៈនមស្ការប្រតនត្រ័យសមាធិម្សិលវេដាចង្ហាន់ទាំងនោះឧទ្ទិសទៅឲ្យគាត់ទៅឈ្មោះថាជាកូនល្អហើយព្រះអង្គធ្លាប់ទទួលមានក្នុងសេកេលកៈសូត្រដែលតួនាទីទាំង5យ៉ាងមាញ់នោះឪពុកស្លាប់ទៅអត់ដែលធ្វើបុណ្យនេះទៅថ្វាយអង្គមទិសរហូតឪពុកអត់រហូតបានព្រះអង្គទៅបំភ្លឺប្រាប់មិនមែនទៅថ្វាយអង្គមអញ្ចឹងទេទិសខាងកើតតំណាងឲ្យមេត្តាបិតាមានន័យថាឲ្យធ្វើបុណ្យជូនគាត់ទិសខាងត្បូងគ្រូអាចារ្យទិសខាងលិចបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ទិសខាងលើសមណៈព្រាហ្មណ៍ទិសខាងក្រោមទេសកម្មករឲ្យសង្គ្រោះដល់មនុស្ស6ក្រុមហ្នឹងហើយបើប្តីស្លាប់ទៅប្រពន្ធហ្នឹងធ្វើបុណ្យឲ្យផងអានេះទិសខាងលិចហើយបើរាប់អានគ្រូណាបើគាត់នៅរស់សង្គ្រោះតាមរស់បើគាត់ស្លាប់ធ្វើបុណ្យឲ្យផងអានេះទិសខាងត្បូងទិសខាងកើតនេះបើម៉ែឪរស់នៅយើងចិញ្ចឹមគាត់បើគាត់ស្លាប់ទៅធ្វើបុណ្យឲ្យផងអានឹងបានគេហៅថ្វាយអង្គមទិសបានប្រពពីរឿងនោះមកឲ្យបានព្រះអង្គសម្ដែងតួនាទីកូនប្រុសកូនស្រីនៅក្នុងសេកេលកៈសូត្រនឹងបំភ្លឺថាតាំងពីឪពុកស្លាប់ទៅអត់ដែលធ្វើបុណ្យឲ្យគិតទៅថ្វាយអង្គមបានព្រះអង្គបំភ្លឺទៅបានច្បាស់បានធ្វើបុណ្យឧទ្ទិសឲ្យទៅឥឡូវយើងក៏យកលំនាំតាមនឹងដែរណាញោមណាសរុបសេចក្តីមកឃើញថាការដឹកនាំរបស់លោកអាចារ្យក្តីអាយឧត្តមលោកជំទាវធ្វើក្តីអត់មានឆ្គំឆ្គងអីជាមួយនឹងប្រពៃណីពុទ្ធសាសនាទេមានតែត្រូវហើយសមនឹងទូនីតិជាកូនល្អពេលណាដែលយើងបានធ្វើល្អអញ្ចឹងពុទ្ធសម្ដែងថាយោមេតរាំងពេតរាំងវាមកចោថាមានណបោសតិទេវាពេណាំងតិកឆន្តិមេតាបេតិប្រាំងនរាំងកូនប្រុសស្រីណាទំនុកបំរុងផ្ចង់ផ្ដើមដល់មេត្តាបិតាប្រកបដោយធម៌កតញ្ញូប៉ុណ្ណេះទៅទីកន្លែងណាទេវតាគ្រប់ទិសទីកន្លែងតាមថែរក្សាកូនប្រុសស្រីនឹងអញ្ចឹងมันបានអាយុវែងណាញោមណាមួយទៀតលោកថាធម្មមោហវេរកតិធម្មចារឹងអ្នកណាប្រព្រឹត្តនៅធម៌មកជួយថែរក្សានៅនឹងមានន័យថាយើងប្រព្រឹត្តធម៌ដឹងគុណម៉ែដឹងគុណឪពេលហ្នឹងមនុស្សហ្នឹងរស់នៅជាមួយធម៌កិច្ចការងាររកទទួលទានសហការជាមួយពីណាក៏មានធម៌នឹងភ្នែកយើងនឹងខ្លួនយើងចាំជួយតម្រង់យើងដែរអញ្ចឹងមានធម៌មកប្រចាំការធ្វើឲ្យយើងគិតអីក៏ត្រូវគិតអីក៏សមណាញោមណាមួយទៀតធម្មោសុចិនោសុកមាវហាតិណានាស្ដាប់ធម៌ឲ្យពិចារណាយន្តបប្រតិបត្តិតាមធម៌ហ្នឹងនឹងទៅតម្រង់ផ្លូវឲ្យមនុស្សបានសេចក្តីសុខចម្រើនអញ្ចឹងសរុបមកកូនធ្វើបន់ជូនម៉ែឪមែនប៉ុន្តែបានផលកូនទទួលសេចក្តីសុខយ៉ាងច្រើនបើដូច្នោះហើយឧបាសកលៀនមុនិននៅទីណាសូមអនុមោទនាទទួលផលនេះចោញាតិកាសាលហិតរបស់ញោមទាំង7សន្តានក្នុងសង្សារវដ្តសូមអនុមោទនាបុណ្យនេះសោយសម្បត្តិទឹកចោឯភ្ញៀវកតញ្ញោទាំងយាយតាអាចារ្យដូនជីឯកឧត្តមលោកជំទាវលោកស្រីក៏មានញាតិសន្តានមេត្តាបិតាដូនតាស្លាប់ទៅដូចគ្នាដែរក៏សូមឧទ្ទិសផលបុណ្យឲ្យបានដល់ញាតិយើងរៀងខ្លួនចុះណាញោមណាទេវតាដែលអញ្ជើញមកក៏សូមអនុមោទនាបុណ្យនាំតំណែងទៅប្តឹងប្រាប់ដល់អ្នកទាំងនោះផងសូមទេវតាថែសាការពីឯកឧត្តមលោកជំទាវលោកស្រីលោកអុកញ៉ាអ្នកអុកញ៉ាលោកយាយលោកតាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់នេះឲ្យជួបតែសេចក្តីសុខចម្រុងចម្រើនអាយុវែងសុខភាពល្អកាន់កិច្ចការងារអីឲ្យសម្រេចដូចសេចក្តីប្រាថ្នាញោមញាតិមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាដែលអាត្មាស្ដាប់មិនឮទេឃើញតែមាត់អេចអូចនោះសម័យសេចក្តីប្រាថ្នាបែបនោះសម្រេចយ៉ាងនោះកុំបីខានឡើយការសម្ដែងសន្មតថាចប់អេវ៉ាំង